សួស្តីបងប្អូនទាំងអស់គ្នាក្រៅពីបងប្អូនទាំងអស់គ្នាបានទស្សនាវីដេអូវិទ្យាល័យរួចមកហើយថ្ងៃនេះគឺប្លែកខុសពីមុនបន្តិចដោយសារតែថ្ងៃមុនគឺថតបែបទេសភាពធម្មតាថ្ងៃនេះគឺបង្វែរអារម្មណ៍បងប្អូនទាំងអស់គ្នាមកតាមដានមើលពីសកម្មភាពការតម្រង់ជួរគោរពទង់ជាតិនៅក្នុងវិទ្យាល័យរឿលហើយចង់ដឹងថាសកម្មភាពបែបណាតើតាមដានទស្សនាវីដេអូមួយនេះទាំងអស់គ្នាមុននឹងឈានចូលទៅដល់ការតាមដានទស្សនានៃវីដេអូសូមចាត់អ្នកទាំងអស់គ្នាកុំភ្លេចជួយ share ក៏ដូចជាចែករំលែកម្នាក់មួយផងគឺខ្ញុំទៅថតនៅវិទ្យាល័យមួយនេះគឺ2ដងនៅលើកនេះឯងអ្នកទាំងអស់គ្នាហើយមួយវិញទៀតបើសិនជាបងប្អូនទាំងអស់គ្នាត្រូវការឲ្យខ្ញុំថតអំពីទេសភាពខាងលើបែបនេះអាចទាក់ទងមកកាន់ page របស់ខ្ញុំបានឆាតចូល page បានតោះកុំឲ្យកាត់ពេលវេលាយូរទៅតាមដានទស្សនាពីសកម្មភាពនៃការគោរពទង់ជាតិនៅថ្ងៃច័ន្ទទាំងអស់គ្នាថ្ងៃមុនអ្នកទាំងអស់គ្នាបានមើលពីទេសភាពថ្ងៃនេះខ្ញុំបង្ហាញពីការគោរពទង់ជាតិនិងការតម្រង់ជួរនៅក្នុងវិទ្យាល័យរឿលវិទ្យាល័យមួយនេះតូចពិតប៉ុន្តែវិន័យបូកជាមួយនឹងសីលធម៌គឺគួរឲ្យកត់សម្គាល់ខ្លាំងមែនទែនជាពិសេសគឺទីធ្លាសាលាសកម្មភាពសាលារៀនគឺអេមខ្លាំងមែនទែនសូមសរសើរដល់លោកនាយកដែលគ្រប់គ្រងនៅសាលាមួយនេះគឺគួរឲ្យសរសើរបងប្អូនទាំងអស់គ្នាហើយអ្នកណាខ្លះដែលធ្លាប់ចូលតម្រង់ជួរហើយស្ដាប់លោកគ្រូអ្នកគ្រូទេសនាហើយស្ដាប់បែបនេះអាច comment នៅខាងក្រោមបាននេះគឺជាវីដេអូដែលខ្ញុំបានរំលឹកអំពីអនុស្សាវរីយ៍បងប្អូនទាំងអស់គ្នាកាលពីនៅរៀនហើយអ្នកណាខ្លះធ្លាប់មានប្រវត្តិចេញឈ្មោះនៅលើដងទង់ជាតិឬមួយក៏មានអនុស្សាវរីយ៍អីផ្សេងៗអាច comment នៅក្នុងវីដេអូនេះបានខ្ញុំនឹងរំលឹកអនុស្សាវរីយ៍បងប្អូនទាំងអស់គ្នាខ្ញុំមិនថាគេទេអ្នកនរគ្នាតែមានអនុស្សាវរីយ៍នៅក្នុងសាលារៀនវីដេអូនេះដែលបាទសូមផ្ញើជូនលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សសានុសិស្សដែលរៀននៅវិទ្យាល័យរឿទាំងអស់គ្នាផ្ញើជាពិសេសតែម្ដងគឺបើសិនជាឃើញវីដេអូនេះហើយកុំភ្លេចជួយ share ក៏ដូចជាចែករំលែកម្នាក់មួយផងហើយវីដេអូនេះគឺខ្ញុំអត់មានឲ្យនិយាយច្រើនទេដោយសារខ្ញុំធ្លាប់ review នៅក្នុងវិទ្យាល័យមួយនេះម្ដងហើយអញ្ចឹងហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាកុំភ្លេចជួបគ្នានៅវីដេអូក្រោយបន្តទៅទៀតហើយបើសិនជាមានកំហុសខុសឆ្គងត្រង់ចំណុចណាសូមបងប្អូនមេត្តាអធិស្ឋានក៏ដូចជា comment កែលម្អក្នុងវីដេអូនេះម្នាក់មួយផងអរគុណច្រើនបងប្អូនទាំងអស់គ្នាបាយបាយជួបគ្នានៅវីដេអូក្រោយសូមឲ្យអ្នកទាំងអស់គ្នាសំណាងល្អគ្រប់គ្នាបាយបាយ